ពុកម៉ែបងប្អូននៅមុននេះបន្តិចនៅរសៀលថ្ងៃទី27ខែកញ្ញាឆ្នាំ2025គឺក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កំភ្លើងត្បាល់និងកំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានទ័ពកម្ពុជានៅតំបន់អានសេះនៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោងប្រមាណ 11:52 នាទីហើយកងកម្លាំងកម្ពុជាមិនបានធ្វើការតបតទៅវិញទេលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025វេលាម៉ោង 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កំភ្លើងត្បាល់និងកំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកងទ័ពកម្ពុជាបានឈរលើគោលការណ៍អត់ធ្មត់និងមិនបានតបតទៅវិញទេរហូតដល់វេលាម៉ោងនេះភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាមិនទាន់បញ្ឈប់នៅឡើយទេកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនឹងការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃបន្តអនុវត្តនិងគោរពឲ្យបានម៉ឺងម៉ាត់ដូចគ្នាបាទសម្រាប់ខ្ញុំគឺយើងឃើញហើយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិគឺខាងភាគីថៃបានបាញ់ប្រហារមកលើមូលដ្ឋានកងទ័ពរបស់កម្ពុជាហើយសម្រាប់ខ្ញុំមានពាក្យជូនពរកងទ័ពកម្ពុជាឲ្យទទួលបានជ័យជំនះហើយបន្តអត់ធ្មត់ហើយបើអត់ធ្មត់មិនបានសូមឲ្យកងទ័ពកម្ពុជាទទួលបានជ័យជំនះនិងសុខសប្បាយហើយទទួលបានជោគជ័យនៅក្នុងសមរភូមិស្រីបងប្អូនថ្ងៃនេះថ្ងៃ27ខែ9 2025ទូឲ្យបងប្អូនទូឲ្យនៅអានសេះហ្នឹងហើយផ្ទុះតាមច្រកព្រំដែនទាំងអស់នោះតែយើងអត់មានប័ណ្ណបញ្ជាឲ្យតបទេហ្នឹងហើយអរគុណច្រើនបងប្អូនតែអត់ឡាយទេគាត់ថតទុកថតទុកទេហ្នឹងហើយ